ស្ដាប់ទៀតតើលោកឪរឿងអីទៅវគ្គការឈឺចាប់របស់សេសាថ្ងៃនេះមានសុខភាពដូចជាមិនសូវល្អសោះពេលនេះគេកំពុងតែទូរស័ព្ទទៅដុកទ័រអេកត័រដើម្បីឲ្យលោកដុកទ័រមកព្យាបាលគេអាឡូដុកទ័រសូមជើញមកត្រួតពិនិត្យជំងឺខ្ញុំបន្តិចមកថ្ងៃនេះមិនស្រួលខ្លួនទេមួយសន្ទុះក្រោយមកដុកទ័រអេកត័រក៏មកដល់គេក៏ចាប់ផ្ដើមត្រួតពិនិត្យភ្លាមណែសេសាពេលនេះលោកកំពុងតែមានជំងឺគ្រុនផ្ដាសាយនៅប្រទេសក្តៅមកដៃស្កាកាហើយត្រូវតែដេកយ៉ាងតិច3ថ្ងៃតាមម៉េចដេក8ថ្ងៃលើក្រែត្រូវឲ្យមានតែមជ្ឈមបាយ1នេះទេបើលោកធ្វើតាមខ្ញុំនឹងឆាប់ជាសះស្បើយមែនអររយៈពេលមួយសប្តាហ៍សេសាក៏ស្រួលខ្លួនឡើងវិញគេក៏ងើបផ្លែតស្ទុះចេញពីក្រែហើយរត់យ៉ាងលឿនទៅតាក់នឹងកម្រាលព្រំធ្វើឲ្យគេដួលគ្រិចជើងម្ខាងទៀតអីយ៉យមិនក៏សយខ្លាំងម្លេះគ្រិចជើងម្ខាងទៀតបន្ទាប់មកដុកទ័រអេកត័រក៏មកព្យាបាលរុំជើងឲ្យគេលោកចាំបាច់ត្រូវតែសម្រាប់មួយអាទិត្យទៅបានងាប់បដ ாய் មួយអាទិត្យហ្នឹងអូយអបសុកស្លាប់ហើយដើម្បីឲ្យពេលវេលាកន្លងផុតទៅយ៉ាងឆាប់រហ័សសេសាអបសុកក៏បើកសិភៅរូបគំនូរជីវចលមួយកំសាន្តលេងដោយការភុញទ្រាន់គេក៏ដើរចេញទៅខាងក្រៅចែកដនទៅជន់លើកម្រាលដែលមានខ្យងនៅពីក្រោមអីយ៉យចាប់យ៉ាងខ្លាំងអូយអាចក្រៃយកណាមកនៅក្នុងកម្រាលអត់អើយក្រោយមកគេក៏ទៅខាងក្រៅដើម្បីយកខ្យល់អាកាសស្រាប់តែពេលនោះគេឃើញសត្វឆ្កែអ្នកជិតខាងកំពុងតែពំអាវរបស់គេយកមកហែកលេងដូចជាកណាត់ជូតឥតអញ្ចឹងគេខឹងខ្លាំងណាស់ក៏ចាប់ឆ្កែនោះភ្លាមឆ្កែហៅដកឲ្យឈប់ឲ្យអាវគ្រាន់តែឈប់ទល់មុខនឹងសត្វឆ្កែនោះភ្លាមអាវរបស់សេសាខ្លាយទៅជាកណាត់ដុំទៅហើយគេអស់សង្ឃឹមខ្លាំងណាស់ក៏ត្រឡប់មកដេកលើក្រែវិញពេលនេះគេដេកលើក្រែដូចជាអស់សង្ឃឹមអញ្ចឹងអីយោលោកឯងលោកហេតុអីគាត់ផាត់អីខ្លាំងម្លេះអើយក្តៅរួចពីរឿងមួយចូលរឿងមួយធុញដល់ចិត្តអីអើយលុះដល់ព្រឹកស្អែកឡើងដោយសុខភាពរបស់គេបានអរឡើងវិញសេសាគាត់ញ៉ាំចំណីអាហារយ៉ាងច្រើនធ្វើឲ្យគាត់ហល់យ៉ាងខ្លាំងហើយអើយឯកាពះខ្ញុំប្រហែលជារហ័យខ្ទេចអស់ហើយមើលទៅវាឈឺខ្លាំងយ៉ាងនេះអត់តែដេកលើក្រែសិនឲ្យវាស្ងៀមតិចក្រែនៅបាត់ឈឺយោពេលនោះសេសាក៏ឡើងទៅលើក្រែដេកមិនសំណុកបន្តិចរួយខ្នងបន្តិចឈឺពោះបន្តិចឈឺត្រចៀកត្រឡប់ទៅខាងណាក៏មិនបានស្រួលដែរមិនតែប៉ុណ្ណោះគេក៏ចាប់គោពោះឃ្លានទៀតហើយស្អប់ដល់ហើយវ៉ៃអាពោះឈឺមកតែឃ្លានអាម៉េចទេដាក់ថែមទៀតណាបានទៅយកម្ហូបអាហារដែលគេចូលចិត្តដូចជាទឹកក្រូចច្របាច់គេមិនភ្លេចយកទស្សនាវដ្តីដែលគេចូលចិត្តមើលយកមកជាមួយដែរហើយដើរតម្រង់ក្រែដេកតែម្ដងតែគួរឲ្យស្ដាយសម្ព័រដែលគេចូលចិត្តមើលនោះវារហែកបាត់ទៅហើយនេះអាចចង្រៃណាតែមកឲ្យតំពោះឯងចោលតតែសេទៀតសេសាទាញខ្មៅដៃយកមកគូក៏បាក់ទៅទៀតសេសាមិនអាចគូគំនូដែលខ្លួនចង់បានបន្ថែមពីលើនេះទៅទៀតនំប៊ីស្គីដែលសេសាគេយកមកនោះមានធំក្លិនឈ្ងុយខ្លាំងហើយក្លិននេះសេសាអបបំផុតអស់សង្ឃឹមខ្លាំងសេសាក៏ឈោងដៃទៅយកទឹកកែវក្រូចច្របាច់ចូលមកផឹកអាចទៅជូរសំបើមខ្លាំងបែបលោកឯងសេសាបង្ខំចិត្តផឹកទឹកក្រូចច្របាច់ទាំងជូរតែម្ដងជារបស់លោកប្រហែលជាឲ្យពេលនេះទោះជាដុកទ័រនិយាយយ៉ាងណាក៏សេសាមិនចង់ស្ដាប់ដែរខ្ញុំលែងងើពីក្រែហើយលោកដុកទ័របានធ្វើដំណើរទៅផ្ទះមីនិកគឺជាសត្វកណ្ដុរញីមួយស្អាតអស្ចារ្យហើយត្រូវជាអ្នកជិតខាងរបស់សេសាទៀតวันนี้ก็ชาวโรมชูบายសេសាចេញពីក្រែบ่ចាស់មិនអីទេខ្ញុំយល់ព្រមមីនិកក៏ចាប់ដើមសរសេរសម្បត្តិអ្នកចិត្តខាងជាទីស្រឡាញ់អស់មិនមែនទេមិត្តសម្លាញ់ជាទីស្នេហាខ្ញុំមានកិត្តិយសណាស់អញ្ជើញលោកមកពិសាទឹកតែនៅផ្ទះខ្ញុំវេលាម៉ោង5រៀបភ្លឺសូមលោកអញ្ជើញមកផ្ទះខ្ញុំកំខានខ្ញុំរៀបចំទទួលលោកហត្ថលេខាមីនិកសូមចេញមកផ្ទះខ្ញុំកំខានឯសោះព្រោះថាខ្ញុំហាក់ដូចជាស្រឡាញ់លោកគ្រាន់តែឃើញសេចក្តីសម្បត្តិប៉ុណ្ណោះសេសាស្ទុះផ្លែតចុះពីលើក្រែហើយទៅរៀបចំតុបតែងខ្លួនយ៉ាងសង្ហាបំផុតគេបាញ់ទឹកអប់លើខ្លួនគេយ៉ាងឈ្ងុយឈ្ងប់បន្ទាប់មកគេត្រៀមសម្រួលពុកមាត់របស់គេយ៉ាងត្រឹមត្រូវគេដោះត្រចៀកយ៉ាងហ្មត់ចត់ហើយគេចាប់ផ្ដើមស្លៀកកៅអៅយ៉ាងស្អាតបាតគេពាក់មួកដូចជាមួករបស់ស្ដេចអញ្ចឹងហើយគេក៏ធ្វើដំណើរមកផ្ទះមីនិកដែលមានទាំងកាន់បាច់ផ្កាមួយដុំផងមុននឹងចុចកណ្ដឹងផ្ទះមីនិកស្រាប់តែក្លេកឃើញសម្បត្តិមួយកំចូលផ្ទះខ្ញុំឲ្យសក់កំពុងតកើតជំងឺឆ្លងអូយមិនដឹងជាហេតុអីគេក៏ចាប់ផ្ដើមបេះផ្កាដែលគេកាន់មកនេះស៊ីតែម្ដងសេសាខ្ញុំកំពុងលេងសើចកុំចាប់អារម្មណ៍អីណាចូលមកអូញ៉ៃហ៎អីចូលមកព្រឹកអាកាសស្ទរថ្ងៃក្រោយគេបានរៀបការដែរទេយើងក៏មិនដឹងដែរដែលក្នុងកលៈទេសៈនេះសេសាកំពុងតែមានជំងឺធ្ងន់ណាស់គេប្រកាសជាបានជាសះស្បើយប្រកាសជាសះស្បើយហើយខ្ញុំគិតថាប្រកាសជាមិនខាននេះព្រោះមានដុកទ័រម្នាក់តាមព្យាបាលគេរាល់ពេលវេលា